នៅពេលដែលយើងយល់អំពីដំណើរនៃធម្មជាតិមិនថាជាសត្វឬក៏ជាមនុស្សគឺតែងតែមានទុក្ខឬក៏ភាពសប្បាយរីករាយហើយនឹងដំណើរនៃជីវិតរបស់យើងគឺប្រៀបបានទៅនឹងសភាវៈមួយដែលយើងមិនអាចគ្រប់គ្រងវាបានទាំងការរស់នៅទាំងការហូបចុកទាំងការឈឺស្កាត់ផ្សេងពេលដែលយើងយល់អំពីដំណើរនៃធម្មជាតិនិងដំណើរនៃបញ្ហាទាំងអស់ហ្នឹងហើយយើងនឹងមានអារម្មណ៍មួយគឺធូរស្រាលនៅក្នុងចិត្តដោយសារតែយើងបានយល់ច្បាស់ថាដំណើរនៃជីវិតគឺជាភាពធម្មតានៃចិត្តនៅពេលដែលជីវិតរបស់យើងដើរបណ្ដើរយើងអនុវត្តឬក៏យើងធ្វើបណ្ដើររៀងគិតបណ្ដើររហូតដល់ពេលដែលពេលវេលារំលងពីមួយថ្ងៃទៅមួយថ្ងៃហើយយើងគិតឲ្យយល់អំពីដំណើរនិងលក្ខខណ្ឌនៃជីវិតពិតប្រាកដរបស់យើងហើយពេលនោះភាពធន់ថប់នៅក្នុងចិត្តភាពក្តៅក្រហាយនៅក្នុងចិត្តទាំងឡាយយើងនឹងអាចទទួលបាននៅភាពវិជ្ជមាននៃចិត្តវាជាទូទៅភាពវិជ្ជមាននៃចិត្តទាំងអស់វាមិនមែនអាចបាត់ទាំងស្រុងហើយក៏វាមិនអាចបាត់នៅក្នុងរយៈពេលមួយដ៏ខ្លីសម្រាប់រាល់បញ្ហាដែលយើងបានកើតឡើងជារៀងរហូតទេប៉ុន្តែវាអាចធ្វើឲ្យយើងធូរស្រាលនៅក្នុងចិត្តបានមួយចំនួនធំតាមដំណាក់កាលនៃការវិវត្តឬនៃផ្លូវចិត្តដែលយើងបានគិតឬក៏ដែលយើងបានសន្សំពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ការគិតរបស់យើងទទួលបាននូវភាពត្រឹមត្រូវមកវិញតួយ៉ាងប្រសិនបើមនុស្សម្នាក់យើងគិតស្វែងយល់ឬក៏យើងគិតតែរឿងណាដែលអវិជ្ជមានយើងគិតតែពីផលដែលយើងចង់បានយើងសប្បាយភ្លេចខ្លួនចំពោះអ្វីដែលយើងជួបប្រទះសពថ្ងៃជ្រុលពេកវានឹងធ្វើឲ្យយើងមានភាពស្មុគស្មាញនៅក្នុងចិត្តកាន់តែច្រើនដោយសារតែយើងមានភាពលោភលន់នៅក្នុងចិត្តយើងចង់បានអ្វីដែលលើសពីសមត្ថភាពរបស់យើងដល់ពេលដែលយើងចង់បានឬក៏យើងប្រាថ្នាអ្វីដែលលើសពីសមត្ថភាពរបស់យើងធ្វើបាននោះចិត្តរបស់យើងនឹងមិនមានថ្ងៃដែលមានភាពស្ងប់សុខនៅក្នុងចិត្តជាដាច់ខាតដូច្នេះមនុស្សយើងរស់នៅត្រូវស្វែងយល់អំពីភាពពិតជាក់ស្ដែងនៃសកម្មភាពដែលយើងរស់នៅសពថ្ងៃឧទាហរណ៍យើងធ្វើការនៅក្នុងមួយថ្ងៃទទួលបានប្រាក់កម្រៃដែលអាចផ្គត់ផ្គង់ម្ហូបអាហារគ្រប់ផ្គត់ផ្គង់ការឈឺថ្កាត់និងផ្គត់ផ្គង់គ្រួសារបានពេញលេញប៉ុន្តែក្នុងចិត្តរបស់យើងតែងតែគិតចង់បានលើសពីនឹងយើងចង់ប្រើរបស់ទំនើបរបស់ថ្លៃអានេះវាសុទ្ធតែជាបញ្ហានៃចិត្តអាចថាជាជំងឺនៃចិត្តដែលវាកើតឡើងនៅក្នុងចិត្តរបស់យើងនៅពេលដែលយើងមានអារម្មណ៍ឬក៏យើងគិតបែបនោះពេលនោះផ្លូវចិត្តរបស់យើងគឺมันអាចទទួលបាននៅសេចក្តីស្ងប់សុខបានជាដាច់ខាតវានឹងធ្វើឲ្យយើងគិតហើយនឹងធ្វើឲ្យយើងវល់វឹកនៅក្នុងចិត្តរហូតដល់ពេលខ្លះយើងអាចคล้ายជាជំងឺថប់បារម្ភដែលយើងពិបាកនៅក្នុងការគ្រប់គ្រងការគិតរបស់យើងឲ្យបានល្អមកវិញវាទាំងអស់នេះវាក៏សុទ្ធតែជាបញ្ហាអ្វីដែលយើងគួរគិតអ្វីដែលយើងគួរធ្វើយើងត្រូវធ្វើឲ្យសមមាត្រឬក៏សមស្របជាមួយនឹងសមត្ថភាពដែលយើងមាននៅពេលនោះអ្វីដែលយើងត្រូវចាប់ឲ្យជាប់គឺចិត្តស្ងប់បើន័យថាយើងមិនត្រូវធ្វើមើលអ្នកដទៃដែលខ្ពស់ជាងយើងខ្លាំងពេករហូតដល់ចិត្តរបស់យើងចង់ធ្វើឲ្យដូចគេខ្លាំងពេកវាមិនមែនថាមិនឲ្យមានបំណងប្រាថ្នាឬក៏ខំធ្វើការអីទេប៉ុន្តែអ្វីដែលយើងប្រាថ្នាអ្វីដែលយើងចង់បានវាត្រូវសមមាត្រជាមួយនឹងសកម្មភាពឬក៏ការងារដែលយើងមានសពថ្ងៃ